សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយអត់ថ្ងៃហ្នឹងថ្ងៃនេះចង់ដឹងចាយាមានម្ហូបអីអត់បើអញ្ចឹងតោះតាមដានទាំងអស់គ្នាហើយនេះជាសាច់មាន់ហើយនេះជាខ្ទឹមសកូរក្រីហើយម្ទេសនេះម្ទេសហឹលមកទាំងក្របម្ទេសស្ប៉ែនេះហឹលណាបងប្អូន alright យើងខ្ទឹមហើយខ្ទឹមក៏ហមហើយឥឡូវសាច់មាន់ចូលខ្ទះហើយចូលត្រឡប់វាបានឆ្អិនបន្តិចសិនជិតរួចរាល់ហើយបងប្អូនដាក់គ្រឿងហើយចង់ប្រេងអីវាចេញស្ករហើយអំបិលហើយដាក់ឆ្អិនបន្តិចចាំដាក់បន្លែឥឡូវបន្លែចូលហើយគល់តក្រីនិងម្ទេសហឹលហើយនឹងខ្ញុំក៏ថែមម្ទេសហុយហឹលឲ្យមានពណ៌ស្អាតឲ្យឆ្ងាញ់រសជាតិចា៎ណែបងប្អូនចា៎ណែតោះទៅញ៉ាំបាយរួចរាល់ហើយបងប្អូនឆាសាច់មាន់គល់ក្រីនិងម្ទេសហឹលតោះទៅញ៉ាំបាយទាំងអស់គ្នាគួរឆ្ងាញ់ណាបងប្អូនតោះញ៉ាំបាយតោះញ៉ាំចឹងចាំចយាភ្លក់ឲ្យមើលមួយម៉ាត់ណាឆ្ងាញ់ប៉ុណ្ណាឆ្ងាញ់មែនណាបងប្អូនឆ្ងាញ់បាយបាយ